សួស្តីបងបងថ្ងៃនេះខ្ញុំមានកម្មវិធីមួយកាត់តវីដេអូដោយដាក់អក្សររត់លើអេក្រង់ដោយដាក់អក្សររត់នៅក្នុងវីដេអូបងប្អូននេះដូចអក្សរដែលរត់នៅក្នុងវីដេអូដូចដែលនៅខាងវីដេអូអញ្ចឹងខ្ញុំមានកម្មវិធីមួយដើម្បីប្រាប់ពីបងប្អូនដើម្បីកាត់ដូចខ្ញុំអញ្ចឹងដើម្បីឲ្យចូលកម្មវិធីនឹងបានបងប្អូនត្រូវមានកម្មវិធីកាត់តវីដេអូមួយឈ្មោះ Viva Sound វីដេអូ Sound ច្រឡំនេះចូលកម្មវិធីហ្នឹងមកវីដេអូ Sound ចូលកម្មវិធីហ្នឹងមកបងប្អូនអញ្ចឹងរងចាំបន្តិចទៅដល់ចំណុចហ្នឹងហើយយើងចុចកន្លែង edit video ចុច edit video យើងចុចរើសរូបភាពមកចូលរើសវីដេអូមួយណាដែលយើងពេញចិត្តអញ្ចឹងខ្ញុំយកវីដេអូ3វីដេអូនេះ4វីដេអូហ្នឹងហើយយើងចុចលេខកន្លែងហ្នឹងមកដល់ពេលចុចដល់ត្រង់ចំណុចហ្នឹងហើយយើងចុចរូបសញ្ញាប៊ិចហ្នឹងមកដល់ហ្នឹងយើង scroll ទៅខាងតមកទៅយើងឃើញពាក្យscrollមកចាំមើល channel ព្រួយនឹងចុចកន្លែងហ្នឹងមកចុចសញ្ញាព្រួយមកចុចកន្លែងសញ្ញាបូកហ្នឹងមកសញ្ញាបូកហ្នឹងដើម្បីយើងឲ្យសេអក្សរបញ្ចូលដើម្បីសេអក្សរដោយតាមចិត្តបងប្អូនចង់សេយ៉ាងម៉េចដាក់ដើម្បីវារត់នៅក្នុងវីដេអូរត់ទៅពីស្ដាំមកឆ្វេងបងប្អូនចង់សេយ៉ាងម៉េចក៏ស្រេចលើបងប្អូនដែរតែចំពោះខ្ញុំសេបែបនេះសួស្តីបងប្អូនសូមជួយចុច subscribe ឬចុចជាវចុចរូបកណ្ដឹងខ្ញុំនិយាយមួយមកនឹងខ្ញុំសេបែបនេះតែបងប្អូនចង់សេមិនក៏សេចោះស្អីដូចបងប្អូនទេហ្នឹងអក្សរហ្នឹងគឺរត់លើអេក្រង់លើនៅក្នុងវីដេអូពីក្រោមវីដេអូដូចរឿងយើងមើលពីដើមមានអក្សររត់ពីក្រោមអញ្ចឹងណាបងប្អូនយើងចុចអញ្ចឹងបែបហ្នឹងមកយើងសេតែបងប្អូនចង់បានគឺយើងចុចអូខេមកដល់ពេលចុចអូខេហើយនេះដូចបងប្អូនគេអក្សររត់ភ្លាមអក្សរដែលខ្ញុំសរសេរមិញគឺរត់នៅក្រោមវីដេអូនៅក្នុងវីដេអូហ្នឹងនេះដូចរត់ដូចបែបហ្នឹងសូមបងប្អូនរៀនតាមវិធីបន្ទាប់មកយើងចុច font setting ចុចកន្លែងហ្នឹងមកយើងដើម្បីយើងរើសពណ៌នៃចុចសញ្ញាហ្នឹងមកយើងរើសពណ៌អក្សរយើងចង់ដាក់អក្សរហ្នឹងពណ៌អីក៏បានពណ៌ក្រហមបានពណ៌ខៀវក៏បានស្អាតលោកបងប្អូនឥឡូវយើងចុចដាក់ពណ៌ក្រហមដាក់ពណ៌ក្រហមបងប្អូនចុចអូខេមកដល់ចុចពណ៌ក្រហមអត់ស្អាតអញ្ចឹងខ្ញុំដូរវិញខ្ញុំដូរដាក់ពណ៌បៃតងពណ៌ដូចសញ្ញាព្រួយខ្ញុំអញ្ចឹងចុចដាក់ពណ៌បៃតងមកយើងចុចអូខេវិញនោះនេះអក្សរហ្នឹងវារត់ពណ៌បៃតងវិញស្អាតគឺបងប្អូនឃើញហ្នឹងអក្សរហ្នឹងវារត់ស្អាតមកបងប្អូនចង់អញ្ចឹងដល់ចំណុចហ្នឹងហើយយើងត្រូវបដូរអក្សរឲ្យវារត់យឺតបន្តិចយើងចុចកន្លែង font setting ហ្នឹងមកដើម្បីចុចហ្នឹងដូរ font ខ្មែរfont យើងចង់បាន style អក្សរអីគេអញ្ចឹងណាបងប្អូនចង់បាន style អក្សរអីយើងចុចកន្លែងហ្នឹងមកវាមើលយើងចុចកន្លែងហ្នឹងហើយយើងមើលអក្សរដែលយើងសរសេរខ្ញុំដាក់យក style ហ្នឹងហើយយើងចុចកន្លែងដើម្បីអក្សរហ្នឹងរត់យឺតនៅក្នុងវីដេអូចុចកន្លែងហ្នឹងមកយើងអូសញ្ញាតិចហ្នឹងមកចឹងហ្នឹងដល់ចំណុចហ្នឹងហើយខ្ញុំអត់ទៅនិយាយប៉ិននិយាយអីក្បោះបាយទេបងប្អូនអញ្ចឹងបើសិនជាបងប្អូនមើលវីដេអូហ្នឹងហើយវីដេអូហ្នឹងមានប្រយោជន៍ដល់បងប្អូនសូមបងប្អូនជួយចុច subscribe ហើយនឹងចុចរូបកណ្ដឹងខ្ញុំម្នាក់មួយបើសិនជា YouTube បងប្អូនចេញជាអក្សរខ្មែរចុចជាវខ្ញុំម្នាក់មួយមកបងប្អូនអញ្ចឹងយើងដល់ចំណុចហ្នឹងយើងមានតែ save ឯងចុចគ្រីកន្លែងហ្នឹងបងប្អូនចុចគ្រីហើយយើងចុច edit port ចុច edit port ខាងលើអក្សរក្រហមខាងលើហ្នឹងបងប្អូនចុចខាងលើគឺបំផុតអត់ទាន់ដល់សញ្ញាព្រួយដែលខ្ញុំបាញ់ឲ្យប៉ុន្តែបងប្អូនមើលហើយឃើញនេះចុចកន្លែងហ្នឹងមកចុចកន្លែងហ្នឹង save ហើយចុចខាងក្រោម save gallery ចុចខាងក្រោមមក
ចុចប៉ុណ្ណឹងហើយអូខេនេះគឺវីដេអូយើងធ្វើបាន 100% ហើយបងប្អូនសូមបងប្អូនជួយចុច Subscribe ហើយនឹងចុចរូបកណ្ដឹងខ្ញុំអ្នកមួយផងសូមអរគុណដល់បងប្អូនមានសុខភាពល្អចុចរូបកណ្ដឹងចុច